សួស្តីមិត្តភ័ក្តិអរគ្នាគឺវីដេអូតអំពីម៉ូតូប្រើខ្សែពាននិងប្រើចង្វាក់ឥឡូវតវីដេអូអំពីម៉ូតូប្រើបេននិងប្រើប៊ិចម្ដងនេះខ្ញុំឲ្យវាធ្វើតារាងអំពីម៉ូតូប្រើបេននិងប្រើប៊ិចមួយណាធន់នេះក្នុងឆាត GPT ដដែលចំណេះដឹងចេញពីការស្រាវជ្រាវទេអានចំណេះដឹងខ្ញុំអត់ចេះអីទេនេះវាដាក់លក្ខណៈតបមកនេះ carburetor និង full injection ឬក៏សកាត់ហៅថា SI លក្ខណៈប្រើប្រាស់ប្រេងឥន្ធនៈនេះអានេះវាដាក់លក្ខណៈប្រើប្រាស់ប្រេងឥន្ធនៈយើងអានមកប្រើបេនចំណាយប្រេងច្រើនជាងមានន័យថាប្រើបេនវាស៊ីសាំងជាងប្រើប្រាស់ប្រេងប្រសើរជាងមានន័យថាប្រសើរនឹងវាស៊ីតិចជាងតបមកការប្រើសាំងមានន័យថាចូលដល់គុណភាពនៃសាំងអានេះការប្រើសាំងលេខ91 92ប្រើបានធម្មតាមានន័យថាសាំងកម្រិតអុកតានរបស់សាំងខ្ញុំបានសួរវាដែរបើយើងចង់ដឹងថាអុកតានសាំងហ្នឹងលេខម៉ានយើងសួរខាងក្រាស់សាំងខ្ញុំអត់សូវច្បាស់ដែរដោយសារចំណេះដឹងនេះគឺថ្មីសម្រាប់ខ្ញុំមិនដែលចាក់សាំងម៉ូតូសួរថាសាំងរបស់គេក្រាស់ហ្នឹងមានអុកតានប្រមាណអត់ដឹងទេប៉ុន្តែដល់អ្នកប្រាជ្ញខាង ChatGPT វាច្បាស់ជាងយើងគេសិក្សាគេស្រាវជ្រាវគេបានរៀនច្រើនហើយគេដឹងថាសាំងវាមានអុកតាននិងកាកសំណល់អីចឹងហ្នឹងខ្ញុំអត់សូវដឹងទេដល់ពេលស្រាវជ្រាវទៅវាមានចេញពាក្យអុកតានមកទេនេះប្រើបេនអុកតានវា91 92ប្រើបានធម្មតាមានសាំងវាសាំងធម្មតាសាំងកម្រិតមានកាកសំណល់អីយើងអាចចាក់ជីបានហ្នឹងប្រើបេនណាតបមកអានេះប្រើប៊ិចម្ដងអាចត្រូវការសាំងអុកតានខ្ពស់ជាងរហូតដល់95បូកមែនថាកម្រិតសាំងហ្នឹងគឺវាល្អជាងឬក៏កម្រិតសាំងវាសុទ្ធជាងអាហ្នឹងមិត្តភ័ក្តិអរគ្នាអាចចាំមើលវីដេអូក្រោយខ្ញុំនឹងសួរអំពីអុកតានតើអុកតានហ្នឹងមិនដឹងថាអុកតានសាំងណាមានអុកតានសាំងណាអត់មានអុកតានការចាប់ផ្ដើមម៉ាស៊ីនគឺការបច្ឆេះដំបូងម៉ាស៊ីនហ្នឹងគឺការចាប់ផ្ដើមមកពេលបើកអាកាសធាតុត្រជាក់មានន័យថាបេនហ្នឹងវាកំណត់សម្គាល់ថាត្រជាក់វារាំងពិបាកបច្ឆេះបន្តិចនេះបេនតបមកចាប់ផ្ដើមងាយមានន័យថាគ្រប់អាកាសធាតុត្រជាក់ឬក៏ក្តៅអីគឺប្រើប៊ិចវាងាយបច្ឆេះជាងតមកថាវពលនិងប្រសិទ្ធភាពប្រើបេនប្រសិទ្ធភាពបាញ់សាំងតិចមានន័យថាចាប់ផ្ដើមដំបូងហ្នឹងគឺការបញ្ចេញឧស្ម័នសាំងហ្នឹងវាតិចវាបើកយកអត់បានខ្លាំងទេអានេះមានកម្លាំងប្រសើរស៊ីវិល័យប្រសើរអនុឡោមជាមួយនឹងសំណាញ់សាំងកស៊ីនខ្ញុំអត់សូវយល់ទេអានេះតបមកការថែទាំនិងការជួសជុលងាយស្រួលជួសជុលប្រើបេនហ្នឹងងាយស្រួលជួសជុលនិងថែទាំជាងមានន័យថាជាងណាក៏ងាយស្រួលជួសជុលគ្រឿងបន្លាស់ក៏សម្បូរអញ្ចឹងការថែទាំតមកវិបាកជួសជុលត្រូវការកម្មវិធីនិងឧបករណ៍ពិសេសមានត្រូវការម៉ាស៊ីនស្កេនឬក៏ឧបករណ៍ដើម្បីវាស់វែងឲ្យច្រើនប្រើប៊ិចអាហ្នឹងវាកម្រិតខ្ពស់តបមកអាយុកាលប្រព័ន្ធបាញ់សាំងតបមកដល់ប្រើបាញ់សាំងប្រសិនបើថែទាំល្អអាចប្រើបានយូរមានន័យថាប្រើបេនក៏អាចប្រើបានយូរដែរតមកអាយុកាលប្រើបានយូរប្រសិនបើខូចត្រូវដូរថ្មីមានន័យថាយើងដូរម៉ូទ័រឬក៏ដូរប៊ិចអីដូរថ្មីនេះបើយើងប្រើបេនវាមានបញ្ហាតិចតួចយើងអាចដោះលាងអីចឹងទៅអានេះបញ្ហាខូចប៊ិចឬខូចម៉ូទ័រយើងអាចជួសជុលបានទេគឺដូរថ្មីតែហ្មងខូចប៊ិចឬខូចម៉ូទ័រអាហ្នឹងបើបេនតាក់ទងប្រព័ន្ធសាំងវាយើងអាចដោះលាងអីចឹងទៅ
តមទៀតតម្លៃនឹងសេវាកម្មជួសជុលប្រើបេនតម្លៃជួសជុលគឺសមរម្យទេយ៉ាងដឹងហើយដូរបេនឬក៏ដូរលាងបេនលាងអីក៏សូវថ្លៃទេតមកអានេះថ្លៃជាងប្រើបិចព្រោះត្រូវការអ្នកជំនាញពិសេសមានន័យថាអ្នកធ្វើម៉ូតូមកធ្វើវាអត់កើតទេប្រើបិចវាត្រូវការអ្នកដែលមានបទពិសោធន៍អ្នកខាងស្រាវជ្រាវខាងគ្រឿងវាយល់ពីដំណើរការគ្រឿងវាច្បាស់លាស់ដែរយល់ខាងគ្រឿងអេឡិចត្រូនិកវាច្បាស់លាស់ដែរបានអាចជួសជុលវាបានដល់អញ្ចឹងវាស្មុគស្មាញកាលណាស្មុគស្មាញគេយកឈ្នួលថ្លៃក្នុងការជួសជុលមានន័យថាប្រើបេនថ្លៃជួសជុលសមរម្យថ្លៃបិចថ្លៃជាងការជួសជុលវាតម្លៃទីផ្សារមានន័យថាប្រើបេននេះគឺតម្លៃក្នុងទីផ្សារគឺលក់ថោកអានេះប្រើបិចថ្លៃជាងដោយសារបច្ចេកវិទ្យាទំនើបមានន័យថាវាមានប្រើ motor មានប្រើ ECM មានប្រើបិចអីហ្នឹងបច្ចេកវិទ្យាវាសិតតែប្រើម៉ាស៊ីន scan ផ្សេងអីហ្នឹងវាទំនើបអាហ្នឹងវាថ្លៃជាងអានេះការប្រើប្រាស់ក្នុងប្រទេសយើងតែយើងគួរជ្រើសរើសម៉ូតូប្រើបិចគឺក៏ប្រើបេនអានេះវាអត់ការសន្តានវាថាប្រើបេនល្អសម្រាប់ផ្លូវធម្មតានិងជនបទមានន័យថាវាប្រើបេនវាល្អសម្រាប់ផ្លូវជនបទនៅជនបទអញ្ចឹងណាវាដាក់ហ្នឹងគឺមានន័យថាបើយើងនៅជនបទស្រុកស្រែវាឲ្យយើងនឹងប្រើម៉ូតូប្រើបេនទៅដោយសារប្រើបេនគ្រឿងបន្លាស់វាសវោហើយការជួសជុលវាអស់ថោកហ្នឹងជាងតាមជនបទក៏សវោគ្រឿងក្នុងការផ្លាស់ប្ដូរអាហ្នឹងម៉ូតូប្រើបេនវាងាយជាងអាហ្នឹងបើយើងនៅតាមជនបទវាប្រាប់យើងអញ្ចឹងអានេះcònវាដាក់ជាតារាងទេតារាងពេញរបស់វាគឺច្រើនគឺខ្ញុំបកស្រាយបានប៉ុណ្ណឹងទេពេញវាគឺច្រើនយ៉ាងហ្នឹងទៀតហើយប្រើបិចវាល្អសម្រាប់ទីក្រុងប៉ុន្តែបើសិនបើវាមានការចូលទឹកឆក់នេះវាដាក់ឆក់ទឹកឬខូចអាចជួសជុលពិបាកមានន័យថាការជួសជុលវាគឺវាពិបាកជួសជុលនៅម៉ូតូប្រើបិចពិបាកជួសជុលនេះការសរុបវាចុងក្រោយនេះវាសន្និដ្ឋានការសរុបការវិភាគវាចុងក្រោយគឺវាអត់មានតម្លាក់តម្លៃឬម៉ូតូណាអន់ម៉ូតូណាល្អទេវាឲ្យយើងគិតដែរយើងម្នាក់ហ្នឹងចោលយើងត្រូវការរបស់ទំនើបរបស់ស៊ីវិល័យអាហ្នឹងទៅតាមហ្នឹងទៅយើងมันអាចឲ្យយើងនឹងថាគួរប្រើសំចៃឬក៏វាណែនាំឲ្យយើងប្រើអស់លុយតិចអីវាអត់ណែនាំទេវាអត់ណែនាំឲ្យយើងនឹងប្រើតាមការគិតឃើញរបស់យើងតាមចំណង់ចំណូលចិត្តរបស់យើងតាមថវិការបស់យើងអាហ្នឹងគំនិតមិនផលមកអញ្ចឹងឲ្យរៀងខ្លួនអាហ្នឹងយើងគិតមិនគឺបានផលអញ្ចឹងរៀងខ្លួនទេអាហ្នឹងវាអត់មានកំណត់ឲ្យយើងគួរប្រើអានេះល្អអានោះល្អអត់ទេវាអត់បានណែនាំអញ្ចឹងទេការនេះ carburetor នេះគឺសមស្របសម្រាប់អ្នកចង់បានការជួសជុលងាយនិងតម្លៃសមរម្យមានន័យថាបើយើងចង់បានការជួសជុលងាយប្រើសំចៃការជួសជុលអស់តម្លៃតិចគឺយើងប្រើបេនអាហ្នឹងប្រើបេនតបមកប្រើបិចល្អសម្រាប់អ្នកចង់បានប្រសិទ្ធភាពនិងកម្លាំងខ្ពស់មានន័យថាល្បឿនវាលឿននិងសំចៃសាំងវាដាក់ខ្ញុំអានច្រើនយ៉ាងហ្នឹងទៀតគឺវាសំចៃ20ទៅ30%អត្ថបទវាពេញប៉ុន្តែនេះគឺអត្ថបទខ្ញុំឲ្យវាធ្វើជាតារាងហ្នឹងខ្លីៗទេដោយសារពេញហ្នឹងវាវែងពេកធ្វើវីដេអូក៏វាវាក់ដែរវែងពេកខ្ញុំអានខ្លីៗឲ្យមិត្តភ័ក្តិអរគ្នាស្វែងយល់ដែរបើសិនបើអ្នករស់នៅជនបទឬមិនចង់ចំណាយលើការជួសជុលច្រើនគួរប្រើបេនល្អជាងនេះបើសិនបើចង់នៅទីក្រុងចង់បានប្រសិទ្ធភាព
សាំងល្អគួរប្រើប៊ិចល្អជាងនេះវីដេអូគឺមានតែប៉ុណ្ណឹងសូមបញ្ចប់ប៉ុណ្ណឹងតទៀតគឺនិយាយអំពីនេះអុកតានហ្នឹងគឺប្រភេទសាំងអាហ្នឹងយើងពេលមើលវីដេអូខ្ញុំមកយើងអាចចាក់សាំងហើយអាចពិនិត្យមើលគេទៅពិនិត្យនៅកន្លែងក្រាស់សាំងគេតើគេមានដាក់អុកតានលេខប្រមាណអីហ្នឹងទៅខ្ញុំមិនដឹងច្បាស់ដែរវីដេអូបន្តខ្ញុំនឹងបកស្រាយអំពីអុកតានដែលអត្ថបទពីបានមកវិឆាត GPT ដដែលទេបាទវីដេអូសូមបញ្ចប់តែប៉ុណ្ណឹងសិន